សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីការ config និង GUI នៅលើLunox របស់យើងជាដំបូងយើងចូលមកកាន់ command line របស់យើងមកគឺ nm clid command line នេះដើម្បី check មើល network device របស់យើងអញ្ចឹងណានេះគឺជា network device របស់យើងអញ្ចឹងយើងចូលទៅ command line បន្ទាប់យើងចូលទៅកាន់ការ edit នៅ GUI អញ្ចឹងយើងប្រើ command line mn tui អានេះគឺជា TUI របស់យើងអានេះយើង edit វាយើងត្រូវការប្រើ intro ដើម្បី edit វាអញ្ចឹងណាចង់ edit វាប្រើ intro ឡើងលើចុះក្រោមទៅឆ្វេងស្ដាំអញ្ចឹងណាទៅ edit មកអានេះយើង edit device edit IP address អីវាអញ្ចឹងណាបើយើងចង់ edit អញ្ចឹងណាប៉ុន្តែខ្ញុំអត់ត្រូវការ edit អីទេអញ្ចឹងខ្ញុំចាក់ចេញទៅខ្ញុំចាក់ចេញវិញទៅបើខ្ញុំអត់ត្រូវការ edit ដែរអីដែរហ្នឹងយើងចុចប្រើ script មកគឺយើងចេញមកក្រៅវិញហើយបន្ទាប់មកខ្ញុំធ្វើការវាយនៅ IPA ដើម្បីសូនៅ address នៅក្នុង Lunox របស់យើងអញ្ចឹងណា IPA អានេះគឺជា IP របស់យើងនៅលើ Lunox អញ្ចឹងណាបន្ទាប់មកខ្ញុំធ្វើការចង់ set នៅ set IP អញ្ចឹងណាចឹងខ្ញុំប្រើនៅ command line va etc/etc/config /network scriptនេះយើងចូលមកកាន់នេះគឺយើងត្រូវការ set នៅ IP address យើងអញ្ចឹងណាប៉ុន្តែសម្រាប់នេះគឺខ្ញុំអត់ត្រូវការទៅសេអីទាំងអស់បើសម្រាប់ក្នុងនេះបើយើងមានទៅសេអីទាំងអស់យើងប្រើដើម្បីចាក់ចេញពីវាយើងប្រើ escape យើងប្រើ QA ដើម្បីចាក់ចេញហើយនឹង save វាអញ្ចឹងប៉ុន្តែខ្ញុំអត់មាននៅត្រូវការ edit ឬក៏ធ្វើអីនៅលើហ្នឹងទេអញ្ចឹងខ្ញុំចុច escape ខ្ញុំប្រើ key Q សញ្ញាទៀនដើម្បីចេញអញ្ចឹងណាឥឡូវយើងចេញមកក្រៅរបស់យើងវិញហើយបន្ទាប់មកយើងធ្វើការចូលនៅ command line របស់យើងមួយទៀតទៅតើតើនឹងការ restart network អញ្ចឹងណាអញ្ចឹងយើងចូលមកកាន់ command line យើងមកទៅគឺ system ctl restart network manager មកអានេះគឺជា network manager របស់យើងអានេះយើងចង់អានេះយើងចង់ដូរនៅ system ហ្នឹងយើងចុចលេខអញ្ចឹងយើងយកលេខ1ឬក៏លេខ2អញ្ចឹងខ្ញុំយកលេខ2
ឥឡូវវាចេញមកលេខ2អូខេអញ្ចឹងខ្ញុំអានេះវាធ្វើការបង្ហាញយើងអញ្ចឹងណាហើយឥឡូវខ្ញុំធ្វើការ clear screen ចោលទៅកុំឲ្យវាញ៉ៃញ៉ៃពិបាកមើលចឹងតោះមកយើងចូលទៅកាន់ command line បន្តទៀតមកគឺ command line នេះដើម្បីដូរហោះវាចេញអញ្ចឹងណាអញ្ចឹងយើងចូលទៅ command line មកទៅតើតោះនឹងហោះណែនអញ្ចឹងណា CTO set host name server 1អានេះគឺជាខ្លែងដែលយើងចង់ដូរនៅកាន់ host name របស់យើងចឹងណាឧទាហរណ៍យើងចង់ដូរនៅកាន់ host name មួយណាយើង select ទៅមួយហ្នឹងទៅខ្ញុំចង់ដូរនៅកាន់ host name លេខ2ខ្ញុំ select លេខ2ទៅខ្ញុំ enter ទៅចឹងទៅនេះវាត្រូវការ password ដែរចឹងណាដើម្បីធ្វើការដូរនៅ host name យើងវាបានជោគជ័យចឹងណាអានេះវាប្រាប់ថាវាជោគជ័យអញ្ចឹងណាសម្រាប់វីដេអូខ្ញុំវាមានតែប៉ុណ្្នឹងទេសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយសូមអរគុណ